សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនាថ្ងៃនេះខ្ញុំសុជាតាពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់អ្នកបានត្រឡប់មកជួបអ្នកទាំងអស់គ្នាជាមួយប្រធានបទដ៏មានអត្ថន័យមួយគឺកុំតូចចិត្តនឹងព្រេងវាសនាកុំខូចចិត្តព្រោះកំហុសបាទជំរាបសួរសុជាតានិងជំរាបសួរបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះគឺជាឱកាសដ៏ល្អមួយដែលយើងមកអង្គុយជជែកគ្នាដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកដែលកំពុងមានអារម្មណ៍ថាអស់សង្ឃឹមឬបន្ទោសខ្លួនឯងចំពោះរឿងរ៉ាវក្នុងអតីតកាលពិតមែនហើយបងសារឿនជារឿយៗយើងតែងតែឮគេនិយាយថាវាសនាមនុស្សមើលមិនឃើញទេឬមកពីវាសនាខ្ញុំមិនល្អពាក្យទាំងនេះជួនកាលធ្វើឲ្យយើងមានអារម្មណ៍ថាយើងគ្មានសិទ្ធិជ្រើសរើសផ្លូវជីវិតខ្លួនឯងតតែសោះតើបងយល់យ៉ាងណាដែរចំពោះពាក្យថាព្រេងវាសនានេះសម្រាប់ខ្ញុំព្រេងវាសនាប្រៀបដូចជាគ្រាប់ពូជដែលយើងទទួលបានពីកំណើតប៉ុន្តែអ្នកដែលត្រូវដាំដុះនិងថែទាំវាឲ្យក្លាយជាដើមឈើធំគឺជារូបយើងផ្ទាល់យើងមិនអាចជ្រើសរើសកន្លែងកើតបានមែនប៉ុន្តែយើងអាចជ្រើសរើសផ្លូវដើរបានការដែលយើងទោយចិត្តនឹងវាសនាគឺដូចជាការដែលយើងអង្គុយយំសោកក្បែរដីខ្សាយដោយមិនព្រមយកទឹកមកស្រួយដើម្បីឲ្យស្មៅដុះឡើងអញ្ចឹងឬបងប្រៀបធៀបបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានពន្លឺសង្ឃឹមភ្លាមចុះបើមានអ្នកស្ដាប់ខ្លះគាត់មានអារម្មណ៍ថាគាត់មានកំហុសច្រើនពីខ្លួនជីវិតរហូតដល់ថ្នាក់គាត់មិនហ៊ានចាប់ដើមសារជាថ្មីតើបងមានពាក្យអ្វីលើកទឹកចិត្តគាត់ដែរឬទេចំពោះកំហុសយើងត្រូវចាំថាមនុស្សដែលមិនធ្លាប់ធ្វើខុសគឺជាមនុស្សដែលមិនធ្លាប់ធ្វើអ្វីសោះកំហុសមិនមែនជាជញ្ចាំងដែលមករាំងផ្លែវយើងទេប៉ុន្តែវាគឺជាកម្មជណ្ដាលដែលជួយឲ្យយើងឈានទៅរកភាពចាស់ទុំកុំខូចចិត្តព្រោះកំហុសដែលកំឡុងផុតទៅប៉ុន្តែត្រូវអរគុណវាដែលបានបង្រៀនឲ្យយើងស្គាល់ពីតម្លៃនៃភាពត្រឹមត្រូវពិតជាអស្ចារ្យណាស់បងប៉ុន្តែបងដឹងទេមនុស្សយើងពេលខ្លះពិបាកនឹងអត់អន់ឲ្យខ្លួនឯងណារាល់ពេលដែលគេចង់ងើបឈរមនសិការតែងតែរំលឹកពីកំហុសចាស់ៗមកវិញតើយើងគួរដោះស្រាយបែបណាទៅបងវាជារឿងធម្មតាទេដែលយើងមានអារម្មណ៍ស្ដាយក្រោយប៉ុន្តែការស្ដាយក្រោយមានពីរប្រភេទទី1គឺស្ដាយដើម្បីកែប្រែនិងទី2គឺស្ដាយដើម្បីបំផ្លាញខ្លួនឯងយើងត្រូវជ្រើសរើសយកប្រភេទទី1បើអ្នកចង់អត់អន់ឲ្យខ្លួនឯងអ្នកត្រូវយល់ថាកាលពីអតីតកាលអ្នកមិនទាន់មានចំណេះដឹងដូចពេលនេះទេគុំមិនទុកខ្លួនឯងកាលពីមុនដោយប្រើចំណេះដឹងដែលអ្នកមាននៅពេលនេះឃ្លានេះចាក់ដោតខ្លាំងណាស់បងគុំបន្ទោសខ្លួនឯងកាលពីមុនដោយប្រើចំណេះដឹងដែលអ្នកមាននៅពេលនេះវាពិតជាយុត្តិធម៌សម្រាប់ខ្លួនយើងណាស់បងសារឿនចុះចំពោះអ្នកដែលកំពុងប្រៀបធៀបវាសនាខ្លួនឯងទៅនឹងអ្នកដទៃដែលមើលទៅហាក់ដូចជាមានសំណាងជាងជោគជ័យជាងតើគួរគិតបែបណាដែរការប្រៀបធៀបគឺជាចោរលួចយកក្តីសុខជីវិតម្នាក់ៗមានកាលវិការៀងៗខ្លួនផ្កាជូករ៉តវាមិនរីកនៅពេលយប់ដូចផ្កាកុលាបទេប៉ុន្តែវានៅតែស្រស់ស្អាតតាមបែបរបស់វាការដែលអ្នកឃើញគេជោគជ័យវាមិនមែនមានន័យថាអ្នកបរាជ័យនោះទេអ្នកគ្រាន់តែស្ថិតនៅដំណាក់កាលត្រៀមខ្លួនចូលយកការជោគជ័យរបស់អ្នកដទៃមកធ្វើជាកម្លាំងចិត្តជាងការយកមកដាក់សម្ពាធលើខ្លួនឯងខ្ញុំធ្លាប់លើគេនិយាយថាជីវិតគឺដូចជាការជិះកង់បើយើងចង់រក្សាលំនឹងយើងត្រូវតែបន្តធាក់ទៅមុខទៀតទោះបីជាផ្លូវមានគ្រោះមានភុកឬមានឧបសគ្គយ៉ាងណាក៏ដោយក៏យើងមិនត្រូវឈប់ដែរបងមានយោបល់បន្ថែមលើចំណុចនេះទេពិតប្រាកដណាស់សុជាតាហើយអ្វីដែលសំខាន់បំផុតនោះគឺការតាំងចិត្តពេលខ្លះវាសនាអាចនឹងបោកបក់យើងឲ្យដួលប៉ុន្តែកម្លាំងចិត្តរបស់យើងគឺជាអ្នកលើកយើងឲ្យងើបឈរកុំបណ្ដោយឲ្យពាក្យថាព្រេងវាសនាមកធ្វើជាលេសសម្រាប់ភាពខ្ជិលច្រអូសឬការបោះបង់ចោលក្តីស្រមៃព្រេងវាសនាគ្រាន់តែជាអ្នកចែកបៀឲ្យយើងទេប៉ុន្តែអ្នកលេងគឺជាយើងទោះបីបៀមិនល្អក៏យើងនៅតែអាចឈ្នះបានដែរប្រសិនបើយើងមានបច្ចេកទេសនិងការតាំងចិត្តខ្ពស់ស្ដាប់បងនិយាយហើយខ្ញុំមានអារម្មណ៍ថាមានថាមពលពេញខ្លួនតែម្ដងសង្ឃឹមថាអ្នកស្ដាប់របស់យើងក៏មានអារម្មណ៍បែបនេះដែរមុននឹងបញ្ចប់កម្មវិធីនេះថ្ងៃនេះតើបងសារឿនមានសារចុងក្រោយអ្វីខ្លះដើម្បីផ្ញើជូនបងប្អូនដែលកំពុងស្ថិតក្នុងស្ថានភាពពិបាកចិត្តបាទខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនគ្រប់គ្នាថាជីវិតរបស់អ្នកមានតម្លៃណាស់កុំឲ្យស្រមោលនៃអតីតកាលមកបាំងពន្លឺនៃអនាគតរបស់អ្នកកំហុសដែលអ្នកបានធ្វើវាគ្រាន់តែជាចម្ពោះមួយក្នុងសៀវភៅជីវិតរបស់អ្នកប៉ុណ្ណោះវាមិនមែនជាសៀវភៅទាំងមូលទេចូលរៀនអត់អន់ឲ្យខ្លួនឯងញញឹមដាក់ខ្លួនឯងហើយប្រាប់ខ្លួនឯងថាថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមជាថ្មីវាសនានៅក្នុងដៃរបស់អ្នកមិនមែននៅលើមេឃនោះទេអរគុណខ្លាំងណាស់បងសារឿនសម្រាប់ចំណែករំលែកដ៏មានតម្លៃនៅថ្ងៃនេះហើយក៏សូមអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃតាមដានកម្មវិធីរបស់យើងពីដើមដល់ចប់សូមកុំភ្លេចថាអ្នកគឺជាម្ចាស់នៃជីវិតខ្លួនឯងយើងនឹងជួបគ្នានៅភាគក្រោយទៀតជាមួយប្រធានបទថ្មីៗដែលផ្ដល់អត្ថន័យដល់ជីវិតសម្រាប់ពេលនេះនាងខ្ញុំសុជាតានិងលោកសារឿនសូមជម្រាបលានិងសូមឲ្យមានសំណាងល្អគ្រប់គ្នា